អ្នកទាំងអស់គ្នាច្បាស់ជាមិនស្គាល់ហើយពីប្រទេសអាមេរិកប៉ុន្តែអ្នកទាំងអស់គ្នាមិនបានដឹងទេថាសហរដ្ឋអាមេរិកមានផ្ទៃដីមួយផ្នែកធំស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកនិយាយអំពីកោះមួយមានឈ្មោះថាGuam Island គឺជាកោះមួយស្ថិតនៅក្នុងតំបន់ត្រូពិកដែលស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងជាផ្នែកមួយនៃសហរដ្ឋអាមេរិកផងដែរកោះGuamស្ថិតនៅទីតាំងនៃមីក្រូនេស៊ីហើយវាស្ថិតនៅជិតជាមួយនឹងប្រទេសហ្វីលីពីនជប៉ុននិងសហរដ្ឋអាមេរិកផងដែរទីក្រុងរបស់កោះនេះមានឈ្មោះថា Hagata ចំណែកឯចំនួនប្រជាជនវិញនៅឆ្នាំ2025មានប្រហែល 170,000 នាក់ហើយប្រជាជនដែលនៅទីនេះត្រូវបានគេហៅថា Chamorro ចំណែកឯរូបិយប័ណ្ណគឺគេចាយជា US ដុល្លារដូចសហរដ្ឋអាមេរិកផងដែរក្នុងការប្រើភាសាគឺគេប្រើភាសាអង់គ្លេសជាផ្លូវការចំណែកឯភាសាដែលគេប្រើនៅតាមតំបន់នីមួយៗសម្រាប់ប្រាស្រ័យទាក់ទងជាមួយគ្នាគឺ Chamorro ហើយអ្វីបានជាកោះនេះមានភាពទាក់ទាញខ្លាំងទៅលើភ្ញៀវទេសចរទី1ភាពស្រស់ស្អាតនៃឆ្នេរសមុទ្រដែលហ៊ុំព័ទ្ធជាមួយទៅនឹងទឹកសមុទ្រដែលមើលទៅពណ៌ខៀវខ្ចីគួរជាទីគយគន់ហើយអ្នកដែលមកទស្សនាច្រើនជាងគេគឺមានចំនួនភាគច្រើនគឺជនជាតិជប៉ុននិងកូរ៉េខាងត្បូងមួយវិញទៀតទីតាំងនៅកោះនេះគឺជាកន្លែងដែលមានភាពសំខាន់បំផុតសម្រាប់ការចុះចតរបស់កម្លាំងយោធារបស់សហរដ្ឋអាមេរិកផងដែរបើនិយាយអំពីកោះដែលមានភាពល្បីល្បាញជាងគេនៅលើកោះGuamគឺមានឈ្មោះថា Solomon សរុបមកវិញសួរថាតើ Guam គឺជាប្រទេសមែនទេចម្លើយនោះគឺប្រកាសជាមិនមែនទេ Guam គ្រាន់តែគឺជាកោះមួយហើយវាគឺជាផ្នែកមួយរបស់សហរដ្ឋអាមេរិក Guam មិនមែនជាប្រទេសឯករាជ្យឡើយGuam គឺជាផ្នែកមួយរបស់សហរដ្ឋអាមេរិកប៉ុន្តែមិនត្រូវបានចាត់ទុកជារដ្ឋមួយផ្នែករបស់សហរដ្ឋអាមេរិកនោះទេចំណែកឯប្រជាជនដែលមានបានចាប់កំណើតនៅទីនេះគឺត្រូវបានផ្ដល់សញ្ជាតិជាអាមេរិកតែម្ដងបកទៅនិយាយអំពីអាកាសធាតុនៅលើកោះGuamគឺវាដូចទៅនឹងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍យើងផងដែរគឺជាអាកាសធាតុត្រូពិកចំណែកសីតុណ្ហភាពប្រចាំឆ្នាំគឺមានចន្លោះប្រហែល24ទៅ30អង្សាសេចំណែកឯរដូវភ្លៀងគឺចន្លោះពីខែកក្កដាទៅដល់ខែវិច្ឆិកាការបរិយាយរបស់ខ្ញុំគឺចប់តែប៉ុណ្ណេះប៉ុន្តែបើសិនជាបងប្អូននៅតែមានចម្ងល់ពាក់ព័ន្ធទៅនឹងលើការរស់នៅប្រចាំថ្ងៃឱកាសការងារនិងការស្នើសុំវីសានៅលើកោះនេះបងប្អូនអាចធ្វើការខមមិនខាងក្រោមខ្ញុំនឹងចែកវីដេអូជាបន្តទៅទៀតសូមអរគុណ